មនុស្សស្រីដែលគួរឲ្យចំណែនណាមិនមែនជាមនុស្សស្រីដែលគាត់មានរូបសម្បត្តិស្រស់ស្អាតអស្ចារ្យមកពីណាឯងប៉ុន្តែគឺជាមនុស្សស្រីមួយដែលគាត់មកជាមួយនឹងសមត្ថភាពមកជាមួយនឹងការទទួលខុសត្រូវមកជាមួយនឹងការអំណត់អត់ធ្មត់ហើយគាត់អាចមានសមត្ថភាពពុះពៀគ្រប់គ្រងដឹកនាំជីវិតរបស់គាត់ទៅរកគោលដៅបើទោះបីជាគ្មានអ្នកណាម្នាក់ជួយជ្រោមជ្រែងនៅក្បែរលើកទឹកចិត្តជួយជំរុញឬក៏ផ្ដល់ឱកាសឲ្យគាត់ពីព្រោះមានមនុស្សស្រីមួយចំនួនតូចក៏រស់ក្នុងស្ថានភាពប្រសើរគ្រប់យ៉ាងតែគាត់នៅតែមិនអាចរុញច្រានជីវិតគាត់ឲ្យទៅដល់ជោគជ័យហើយសុទ្ធតែគាត់ចង់អត់ពេលខ្លះគាត់ចង់ណាគាត់ចង់ខ្លាចជាមនុស្សស្រីដែលប្រកែគាត់ចង់ខ្លាចជាមនុស្សស្រីដែលរឹងមាំគាត់ចង់ខ្លាចជាមនុស្សស្រីដែលឆ្លាតគាត់ចង់ខ្លាចជាមនុស្សដែលមានការទទួលខុសត្រូវលើជីវិតខ្លួនគាត់ប៉ុន្តែគាត់គ្មានសម្បីតែឱកាសអញ្ចឹងសម្រាប់មនុស្សស្រីទាំងឡាយដែលគាត់មានសមត្ថភាពនៅក្នុងការទទួលខុសត្រូវលើជីវិតគាត់អាចដឹកនាំជីវិតខ្លួនឯងទៅរកនៅកន្លែងមួយទីតាំងមួយគោលដៅមួយដែលគាត់ចង់ទៅដល់ដែលប្រើបាតដៃទាំងទ្វេរបស់គាត់ព្រោះវាសនារបស់មនុស្សម្នាក់មិនត្រូវបានកំណត់ដោយអ្នកផ្សេងទេគឺត្រូវបានកំណត់ដោយយើងខ្លួនឯងហើយប្រសិនបើអ្នកជាមនុស្សស្រីម្នាក់ដែលកំពុងតែមានការទទួលខុសត្រូវខ្ពស់ទាំងជីវិតខ្លួនឯងហើយពេលខ្លះទៅរ៉ាប់រកជីវិតគ្រួសារជួយឪពុកម្ដាយជួយបងប្អូនបានទៅទៀតនោះណាអ្នកត្រូវបានដាក់រហស្សនាមថាជាមនុស្សស្រីដែលខ្លាំងពិតប្រាកដហើយកុំគិតថាខ្លួនឯងអាភ័ព្វកុំគិតថាខ្លួនឯងហត់នឿយពិបាកពេលក៏កើតមកជិតនឹងមិនសំណាងដូចគេខុសហើយអ្នកសំណាងណាដែលកើតមកមានគ្រប់យ៉ាងយ៉ាងម៉េចខ្ញុំដកមាសពេជ្រលុយកាក់ចេញមានខួរក្បាលដែលឆ្លាតមានកាយសម្បទាដែលមាំមួនមានសុខភាពផ្លូវកាយផ្លូវចិត្តដែលល្អមិនត្រឹមតែអាចពឹងពាក់ខ្លួនឯងទេហើយคล้ายទៅជាខ្នងបងឯងសម្រាប់សមាជិកគ្រួសារទៀតគ្រប់យ៉ាងគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងអាចសម្រេចចិត្តបែបណាក៏បានដែរចុងគូមានមោទនភាពដែលយើងកំពុងតែស្ថិតនៅឋានៈមួយដែលត្រូវបានមនុស្សជាច្រើនចំណែនយើងមានអ្នកច្រើនណាស់ដែលគេលួចស្ញប់ស្ញែងយើងថាយើងជាមនុស្សដែលខ្លាំងដែលប្រកែដែលរឹងមាំដែលឆ្លាតហើយអាចសម្រេចអ្វីដែលខ្លួនឯងចង់ធ្វើដោយខ្លួនឯងបានទៀតអ្នកខ្លះគាត់មានអាខាងក្រៅគ្រប់យ៉ាងស្អាតល្អហើយតែវាសនារបស់គាត់អត់ត្រូវបានប្រើប្រាស់បានល្អគាត់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃឧទាហរណ៍គ្រប់គ្រងពីប្តីខ្លាំងពេកគ្រប់គ្រងពីឪពុកម្ដាយខ្លាំងពេកឬក៏សម្ពាធណាមួយខ្លាំងពេករហូតដល់គាត់មិនអាចរស់ជាខ្លួនឯងបានតែបើសិនជារាល់ថ្ងៃនេះយើងអាចរស់ជាខ្លួនឯងយើងអាចធ្វើអីដោយខ្លួនឯងយើងអាចចង់ទៅណាបានដោយខ្លួនឯងយើងអាចសម្រេចចិត្តដោយខ្លួនឯងយើងមានសមត្ថភាពលទ្ធភាពក្នុងការគ្រប់គ្រងខ្លួនឯងហើយជួយដល់សមាជិកគ្រួសារឯទៀតអ្នកជាមនុស្សស្រីដែលសំណាងហើយគឺជាមនុស្សស្រីដែលគួរឲ្យចំណែនខ្លាំងមែនទែនបន្តវាកុំបោះបង់ហើយកុំគិតថាវាជារឿងដែលហត់នឿយព្រោះជីវិតគ្មាននរណាមួយដែលមិនហត់នឿយទេតែជីវិតយើងគឺជាជម្រើសរបស់យើងហើយបើសិនជាយើងអាចខ្លាយជាមនុស្សម្នាក់ដែលមានសិទ្ធិជ្រើសរើសឲ្យជីវិតយើងទៅកន្លែងណាក៏បាននោះនេះគឺជារឿងដ៏ល្អបំផុតទៅហើយសំណែនាំជាមួយនឹង